Chúng đây đo cái nét phần công mặt càng ngày tiếp là dạ vào về bọn nhóm đo cái điều phong được khơi những người chia một tay là nơi bọn nhóm này nhóm nâng là đại tí này bây giờ về bay sập đá hay việc bắt chước cha mình là nhóm very premium hay quality lôi mình hay việc bọn con nó phiền khi luôn em nhóm mấy mùi bè đo cái này xì á ta mongผมไว้ยกในสล็อตนี้มันไว้ยกแต่นี่ថ្ងៃអត់តលិចទេមកយប់នៅនេះ summer អញ្ចឹងនៅក្តៅជីទូទៅម៉ោង 9 នេះបាទថ្ងៃលិច3សប្តាហ៍មកនេះវាជាបច្ចេកទេសនៃការសំចៃរបស់ខ្ញុំមកពីខ្មែរខ្ញុំយកមីមកដល់ទៅ6កំប៉ុងហើយមានសាច់ផាត់មកជាមួយទៀតអស់គ្នាគឺជាការ share វិញល្អមែនទែនហើយយកមកអាមេរិកអបចោលបញ្ហាមីកំប៉ុងអញ្ចឹងទៅតាមវីដេអូរបស់ខ្ញុំបន្តទៀតអូខេអរគុណសុខលេងអ្នកគ្នានេះគឺជាថ្ងៃទី2របស់ខ្ញុំនៅសហព័ន្ធអាមេរិកអារម្មណ៍ជារួមបន្ទាប់ពីបានគេងបានមកយប់ហើយមានអារម្មណ៍ថាឥឡូវរៀងមានកម្លាំងជាងមុនបន្ទាប់ពីធ្វើដំណើរអស់រយៈពេលចាំនៅបដូរជើងយន្តហោះផងបីខ្ទង់30ម៉ោងជាងជារួមវារៀងហត់តិចប៉ុន្តែឥឡូវ energy ត្រឡប់មកវិញហើយចឹងថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាទៅកន្លែងដែលខ្ញុំនឹងចំណាយពេល2សប្តាហ៍នៅសហព័ន្ធអាមេរិកក្នុងនាមជាយុវជនមួយរូបដែលមកពីប្រទេសកម្ពុជាក្នុងការចូលក្នុងកម្មវិធី Exchange Program មួយនេះអញ្ចឹងបើតើអ្នកគ្នាចង់ដឹងថាមានគេខ្លះកុំភ្លេចតាមវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់តោះយើងOkay, so now we got downstairs នៅមុខ lobby កំពុងជួបជុំជាមួយនឹងបេក្ខជនផ្សេងៗដែលមកពីបណ្ដាប្រទេសផ្សេងៗទីទៀតនឹងមាន orientation ពាក់ព័ន្ធមួយការណែនាំអំពីកម្មវិធីមេខ្លះនិងអីផ្សេងៗអញ្ចឹងខ្ញុំធ្វើតាមអ្នកនរគ្នា I'm now at the MSU ឥឡូវនៅ MSU កំពុងតែ touring នៅសាកលវិទ្យាល័យតាមដែលដឹងសាកលវិទ្យាល័យនេះមានសិស្សរៀនចំនួន 65,000 នាក់គឺច្រើនមែនទែនវាស្ថិតនៅ Midwest នៅភូមិភាគកណ្ដាលនៅសហរដ្ឋអាមេរិកមកនៅចំរដ្ឋ Michigan អញ្ចឹង Okay so it's touring there's the people all there walking around អញ្ចឹង let's see ដើរឆ្ងាយដែរគាត់ថាដើរដូចជា15នាទីពីសន្តាគារមកសម្រាប់ខ្ញុំវាគឺជាកិត្តិយសដ៏ធំធេងមែនទែនដែលសាកលវិទ្យាល័យ Michigan State University នៅរដ្ឋ Michigan បានទទួលស្វាគមន៍ខ្ញុំជាមួយនឹងបេក្ខជនមកពីបណ្ដាប្រទេសផ្សេងៗចំនួន22ជំនាញពិភពលោកចង់ប្រាប់បងប្អូនខ្ញុំគឺជាបេក្ខជនតែម្នាក់ដែលមកពីប្រទេសកម្ពុជាហើយមកពីតំបន់អាស៊ីអាគ្នេយ៍ហើយកម្មវិធីមួយនេះគឺទំនុកបំរុងរៀបចំដោយក្រសួងកិច្ចការបរទេសរបស់សហរដ្ឋអាមេរិកតែម្ដង What's this curve here? Yes Okay Yes Today we got yogurt and coffee. And yes,ជាមួយនឹងបេក្ខជនផ្សេងៗដោយសារតែអត់អាចថតបានច្រើនពីព្រោះកុំឲ្យជាប់មុខគេយ៉ាងតែប៉ុណ្្នឹងណាគឺ just done orientation ទៅនៅបញ្ចប់ការណែនាំមិញឥឡូវនៅក្នុង hall សម្រាប់5ទីទៀតចាប់ដើម session បន្តទៀតហើយដោយតើអ្នកគ្នាឃើញក្នុងវីដេអូអញ្ចឹងគឺទិដ្ឋភាពក្នុងសាកលវិទ្យាល័យក៏ដូចជាបែបវិញនៅសាកលវិទ្យាល័យគឺធំមែនទែនហើយសាស្ត្រាចារ្យម្នាក់ក៏កំពុងតែធ្វើការ introduce មកកាន់ខ្ញុំថាកន្លែងនេះអីខ្លះណាតើគ្នាដើម្បីបាននេះបានសូមលើកទឹកចិត្តទៅកាន់អ្នកគ្នាជាពិសេសឲ្យខំរៀនភាសាអង់គ្លេសឲ្យពូកែហើយស្វែងរកឱកាសហើយទៅហ៊ានបង្កើនភាពក្លាហានក្នុងការដាក់ពាក្យមកហើយបច្ចុប្បន្ននេះគឺសម្បូរឱកាសមែនទែនសំខាន់លើទាំងអស់គ្នាគឺត្រៀមខ្លួនទុកជាមុនអញ្ចឹងណាសម្រាប់ពេលឱកាសម្ដងគឺយើងព្យាយាមចាប់យកឱកាសនឹងម្ដងហើយកម្មវិធីដែលខ្ញុំមកខ្ញុំលើកឡើងម្ដងទៀតអញ្ចឹងគឺជាការទំនុកបំរុងទាំងស្រុងរបស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកឥឡូវ lunch time ដល់មកអាហារពេលថ្ងៃនៅ Bradley Hall នេះគឺកន្លែងមួយដែលគេមាន serving អាហារពេលថ្ងៃចម្រុះមែនទែនអញ្ចឹងមុនហ្នឹងគឺវីដេអូបង្ហាញពី touring campus សាកលវិទ្យាល័យគេគឺធំមែនទែនដីជាង 5,000 ហិកតាហើយមានសិស្សជាង 65,000 នាក់
ពិតជាធំមែនតើអញ្ចឹងសម្រាប់ខ្ញុំវាជាលើកដំបូងហើយដែលមក experience this អូខេឆ្អែតដល់មិញ sushi មួយចានហើយពិសាអពីស្លាយញ៉ាំយកកន្លងទៅដើម្បីថ្ងៃនេះដោយសារថ្ងៃនេះមាននេះច្រើនទៀតត្រូវធ្វើអញ្ចឹងណាធ្វើគូផ្នែកនៅទៅហើមដែរអត់ទាន់ស្រកនៅឡើយទេគង់តែគិតថាត្រូវធ្វើមិនឲ្យវាស្រក Okay, this is the end of the day 1 ចប់ហើយថ្ងៃទី1 training នៅ MSU ឃើញថា very much enjoy for the day សប្បាយមានអីច្រើនមែននេះដែលរៀនបានអូខេបន្ទាប់ពី complete day 1នៃការ training ពួកយើងអរគ្នាបានដើរត្រឡប់ទៅកន្លែងស្នាក់នៅយើងវិញគឺនៅសណ្ឋាគារកាត់សៀតសម្រាប់ខ្ញុំនៅថ្ងៃដំបូងនេះគឺរៀងក្តៅតិចប៉ុន្តែវាអត់ក្តៅស្ងួតទេមានខ្យល់បក់ហើយមានម្លប់មានអីស្កលជាឡៃគេធំសម្បូរដើមឈើធំមែនទេអញ្ចឹងវាអត់ចោលជាបញ្ហាមានការរៀងហត់ប៉ុន្តែអត់អីថ្ងៃដំបូងអូខេអញ្ចឹងក៏វីដេអូមួយនេះមានប៉ុណ្ណឹងអ្នកនរគ្នាសម្រាប់ part 2 ហើយកុំភ្លេចតាមដានវីដេអូនិង part 3 បើអ្នកនរគ្នាចូលចិត្តកុំភ្លេច like share comment subscribe ដើម្បីទទួលបានវីដេអូផ្សេងទៀតបាយបាយ